សាកំពុងចាប់ផ្ដើមសប្តាហ៍ថ្មីក្រោមសម្ពាធពីភាពតានតឹងភូមិសាស្ត្រនយោបាយតម្លៃធម្មពលនិងសញ្ញានៃការបាត់សន្ទុះសេដ្ឋកិច្ចអាមេរិកខណៈការសម្រេចចិត្តរបស់ Fed និងស្ថានភាពនៅមជ្ឈមបូព៌ាកំពុងកំណត់ទិសដៅទីផ្សារនៅមជ្ឈមបូព៌ាខណៈការរំខាននៅច្រកសមុទ្រហូម៉ូកំពុងបង្កើនកង្វល់ចំពោះសន្តិសុខធម្មពលសកលចរាចរណ៍នាវាដឹកប្រេងបានធ្លាក់ចុះយ៉ាងខ្លាំងនៅចុងសប្តាហ៍ខណៈការចរចារវាងអាមេរិកនិងអ៊ីរ៉ុងនៅមិនទាន់ច្បាស់លាស់មាននាវាតែ5គ្រឿងបានឆ្លងកាត់ហូម៉ូកាលពីថ្ងៃសៅរ៍និងគ្មាននាវាឆ្លងកាត់នៅថ្ងៃអាទិត្យនោះទេបើធៀបនឹងចុងសប្តាហ៍មុនគឺរហូតដល់31គ្រឿងស្ថានភាពនេះបានបន្តជំរុញតម្លៃប្រេងឡើងដល់$82ក្នុងមួយបារ៉ែលបន្ទាប់ពីការឡើងជាង 5% កាលពីសប្តាហ៍មុនទីផ្សារកំពុងតាមដានថាតើការរំខាននៅហូម៉ូនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងយូរអង្វែងឬអត់ប្រសិនបើការនាំចេញត្រូវបានរំខានយូរតម្លៃប្រេងនឹងកើនឡើងបន្ថែមទៀតទន្ទឹមនឹងនេះសេដ្ឋកិច្ចអាមេរិកកំពុងបង្ហាញសញ្ញាបាត់សន្ទុះដោយការលក់រាយខែកក្កដាបានធ្លាក់ចុះ 0.6% ខ្សោយជាងការរំពឹងទុកដែលបង្កើនក្តីបារម្ភអំពីការចំណាយរបស់អ្នកប្រើប្រាស់និងដាក់សម្ពាធលើប្រាក់ដុល្លារខណៈមាសទទួលបានការគាំទ្រហើយហាក់បង្ហាញទំនោរនៃការកើនឡើងប៉ុន្តែសម្រាប់ Federal Reserve តម្លៃប្រេងខ្ពស់អាចបង្កើនសម្ពាធអតិផរណាខណៈកំណើនសេដ្ឋកិច្ចកំពុងបាត់សន្ទុះនេះធ្វើឲ្យ Fed ប្រឈមនឹងតុល្យភាពរវាងការគាំទ្រកំណើននិងការគ្រប់គ្រងអតិផរណាវិនិយោគិននឹងផ្ដោតលើកិច្ចប្រជុំ FOMC នៅថ្ងៃពុធដើម្បីស្វែងរកសញ្ញាអំពីទិសដៅអត្រាការប្រាក់បន្ទាល់សរុបមកទីផ្សារកំពុងប្រឈមនឹងការប៉ះទង្គិចរវាងតម្លៃថាមពលខ្ពស់និងកំណើនសេដ្ឋកិច្ចដែលកំពុងបាត់សន្ទុះភាពមិនច្បាស់លាស់នៅហូម៉ូនៅតែជាកត្តាសំខាន់សម្រាប់ទិសដៅប្រេងខណៈទិន្នន័យសេដ្ឋកិច្ចអាមេរិកនិងនីតិ FOMC ផ្ដល់សញ្ញាបន្ថែមអំពីទិសដៅគោលនយោបាយរបស់ Fed ដូច្នេះមាសប្រេងនិងប្រាក់ដុល្លារអាចបន្តមានការប្រែប្រួលខ្លាំងនៅសប្តាហ៍នេះសូមបន្តតាមដាន GFG Investment ដើម្បីទទួលបានព័ត៌មានសេដ្ឋកិច្ចនិងការវិភាគទីផ្សារសំខាន់ៗរៀងរាល់ថ្ងៃ